ជំរាបសួរបងនាងខ្ញុំជាអសតការីប្រចាំការនៅក្នុងអសតស្ថានីយ៍តើបងអញ្ជើញមកថ្ងៃនេះមានបញ្ហាសុខភាពអ្វីដែរចាជំរាបសួរអ្នកគ្រូខ្ញុំចង់ជាអសតតើបងចង់ទិញអសតសម្រាប់អ្នកណាខ្ញុំទិញសម្រាប់ខ្លួនឯងអ្នកគ្រូតើមានរោគសញ្ញាឬអាការៈអ្វីខ្លះដែរបងខ្ញុំក្តៅខ្លួនតែអត់សូវខ្លាំងទេតើអាការៈក្តៅខ្លួននេះកើតមានពីពេលណាបងខ្ញុំក្តៅខ្លួនពេញមួយយប់អ្នកគ្រូហើយក្តៅ4 ទៅ 5 ម៉ោងបន្ទាប់ពីជិះម៉ូតូហាភ្លៀងតើបងបានធ្វើដំណើរទៅតាមខេត្តទៅក្នុងព្រៃឬទីជនបទណាដែរឬទេមុននឹងចាប់ក្តៅខ្លួននេះខ្ញុំអត់បានធ្វើដំណើរទៅណាទេអ្នកគ្រូមុនឈឺតើបងមានរោគសញ្ញាអ្វីផ្សេងទៀតទេមានអ្នកគ្រូមានឈឺក្បាលតិចតួចហើយនឹងឈឺបំពង់កប៉ុន្តែអត់មានរាគក្អួតឬរញ៉េញាក់ទេចាតើមុនដែលបងមកសុទ្ធស្ថានបងមានប្រើថ្នាំប្រភេទណាមួយដែរឬទេអត់មានទេអ្នកគ្រូតើបងធ្លាប់មានប្រតិកម្មជាមួយថ្នាំណាមួយដែរឬទេអត់មានប្រតិកម្មជាមួយថ្នាំណាទេអ្នកគ្រូការវិភាគព័ត៌មាននឹងធ្វើរោគវិនិច្ឆ័យក៏អ្នកជំងឺមិនបានធ្វើដំណើរទៅតាមខេត្តព្រៃឬទីជនបទណាទេដូច្នេះមិនមែនជាករណីជំងឺគ្រុនចាញ់ទេអ្នកជំងឺមានអាការៈឈឺក្បាលតិចតួចតែមិនមានអាការៈក្អួតលាយឡំជាមួយទេដូច្នេះមិនមែនជាករណីសង្ស័យថាជាជំងឺប្រកាំងឬរលាកស្រោមខួរទេអ្នកជំងឺមិនមានអាការៈរងាញាក់លាជាមួយនឹងការក្តៅខ្លួននោះទេដូច្នេះមិនមែនជាករណីជំងឺគ្រោះថ្នាក់ប្រភេទមេរោគរាតត្បាតចូលទៅក្នុងឈាមសព្ទីសេមីទេអ្នកជំងឺក្តៅខ្លួនពេញមួយយប់តែអាការៈក្តៅនេះមិនសូវជាខ្លាំងមានការឈឺក្បាលតិចតួចនិងឈឺបំពង់កហើយអាការៈក្តៅនេះកើតឡើង4 ទៅ 5 ម៉ោងក្រោយបន្ទាប់ពីអ្នកជំងឺជិះម៉ូតូហាភ្លៀងដូចនេះសង្ស័យថាជាការរលាកបំពង់កមូលហេតុនៃជំងឺអាចបណ្ដាលមកពីការរលាកបំពង់កដែលអាចបង្កឡើងដោយពពួកមេរោគផែនការព្យាបាលជំងឺឈ្មោះទម្រង់ឱសថដែលត្រូវប្រើប្រាស់នឹងជំងឺដែលឱសថអាចព្យាបាល Chlorhexidine 0.15% solution សម្រាប់ខ្ពុលមាត់ Bang de Bouche Paracetamol 500 មីលីក្រាមជាគ្រាប់ពន្យល់ពីគោលបំណងនៃការប្រើប្រាស់ឱសថ Chlorhexidine ជាឱសថព្យាបាលការរលាកបំពង់កកម្រិតស្រាលឱសថ Paracetamol ជាឱសថសម្រាប់ព្យាបាលអាការៈក្តៅខ្លួនរបៀបប្រើកម្រិតប្រើនិងរយៈពេលប្រើប្រាស់ឱសថChlorhexidine 0.15% ប្រើប្រាស់សម្រាប់ខ្ពុលមាត់3 ដងក្នុងមួយថ្ងៃ1ដង10 មីលីលីត្ររយៈពេល30 វិនាទីដោយប្រើគម្របសម្រាប់វាល់ដែលមានភ្ជាប់មកជាមួយអាចប្រើប្រាស់សុទ្ធឬលាយជាមួយទឹកពាក់កណ្ដាលចំណាំហាមលេបចូលពោះParacetamol 500 មីលីក្រាមជាគ្រាប់លេប1 ដង 1 គ្រាប់មួយថ្ងៃ3 ដងដោយលេបឃ្លាតគ្នារយៈពេលយ៉ាងតិចបំផុត4 ម៉ោងម្ដងនិងប្រើរយៈពេល3ថ្ងៃផលរំខានផ្សេងៗដែលអាចកើតមានក្នុងពេលប្រើឱសថ Chlorhexidine អាចបណ្ដាលឲ្យអណ្ដាតនិងធ្មេញឡើងលឿងស្ពឹកអណ្ដាតឬមានអារម្មណ៍ថាក្តៅរលាកអណ្ដាតពេលចាប់ផ្ដើមប្រើដំបូងរបកនៅសាច់មាត់ខាងក្នុងការរំខានទាំងនេះនឹងបាត់ទៅវិញក្រោយពីឈប់ប្រើ Paracetamol មិនមានផលរំខានណាមួយដែលកើតឡើងជាញឹកញាប់ក្នុងកំឡុងពេលប្រើប្រាស់ឱសថនេះទេសញ្ញាគ្រោះថ្នាក់ដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់មានអាការៈឈឺក្បាលខ្លាំងនិងក្អួតចង្អោរលាយជាមួយនឹងការក្តៅខ្លួនមានអាការៈរងាញាក់លាយជាមួយនឹងការក្តៅខ្លួននេះស្បែកឡើងខ្ជិងអស់កម្លាំងនិងសង្វាក់ដង្ហើមញាប់ដំបូន្មានក្នុងពេលព្យាបាលត្រូវគោរពរបៀបប្រើប្រាស់កម្រិតប្រើនិងរយៈពេលប្រើប្រាស់របស់ឱសថជៀសវាងការដើរកាត់ភ្លៀងបើមិនមានការធូរស្រាលឬមានរោគសញ្ញាណាថ្មីមួយកាត់ឡើងសូមអញ្ជើញមកម្ដងទៀតឬបើក្នុងករណីបន្ទាន់សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដំបូន្មានដើម្បីបង្ការកុំឲ្យកើតជំងឺជាថ្មីម្ដងទៀតជៀសវាងការដើរហើរកាត់ភ្លៀងរក្សាអនាម័យមាត់ធ្មេញចាបងតើបងព្រមទទួលយកការព្យាបាលដែរឬទេចាអ្នកគ្រូខ្ញុំយកព្រមចឹងតើបងអាចសង្ខេបឡើងវិញនៅចំណុចសំខាន់ដែលបងចងចាំបានដែរឬទេចាអរគុណច្រើនបងសូមបងពន្យល់អំពីសកម្មភាពរបស់ឱសថនៅក្នុងការព្យាបាល
ចាអ្នកគ្រូប៉ារ៉ាសេតាមុល500មីលីក្រាមរារាំងការផលិតប្រូស្តាក្លងឌីនដោយបន្ថយនៅបរិមាណរបស់អង់ស៊ីមប៉េរ៉ុកស៊ីដាសក្រោមទម្រង់អុកស៊ីដាយហ្វមមេតាបូលីតរបស់ប៉ារ៉ាសេតាមុលដែលមានឈ្មោះហៅថា AM404 ជាអាកូនីសរបស់មួយនឹងការរេសេពទ័របង្កើនសកម្មភាពរបស់ serotonin descending inhibitory pathway ដែលបង្ចេញនៅអង្គេហ្វាលីន Chlorhexidine គឺជាពពួកអង់ទីសេបទិកដោយមានប្រសិទ្ធភាពសម្រាប់ពពួកមេរោគបាក់តេរីនិងវីរុសដែលបណ្ដាលឲ្យរលាកបំពង់កកម្រិតស្រាលនេះចាអរគុណអ្នកគ្រូ